ជំរាបសួរលោកគ្រូអូតេជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទឈ្មោះអ៊ីវសេងហុងមកពីសាលាបឋមសិក្សាតាពាំងក្រូចខ្ញុំបាទសូមមកធ្វើការសង្ខេបមេរៀនតេតិនទៅនឹងការវិតម្លៃដែលមានចម្លើយជាក់លាក់តែមួយតេតិនទៅនឹងការវិតម្លៃនេះដែរគឺអាចចាត់ទុកបានថាចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារបស់កូនសិស្សឲ្យរំពឹងទុកតើទៅនឹងសម្បទាការសិក្សារបស់កូនសិស្សនេះដែរគឺជាលទ្ធផលនៃការសិក្សារបស់សិស្សដែលមានវត្ថុបំណងគោលបំណងស្តង់ដារឬក៏អ្វីដែលគួរដឹងនិងអ្វីដែលអាចធ្វើបានចេញពីចំណេះដឹងតើទៅនឹងការពិនិត្យមើលឡើងវិញនៅអត្ថប្រយោជន៍ដែលជះលើការសិក្សារបស់សិស្សនិងការវិតម្លៃទី1ដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យឬក៏កន្លែងធ្វើការកូនសិស្សត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់បំណិនផ្សេងតេតិនទៅនឹងចំណេះដឹងឬក៏ជំនាញដែលត្រូវបានសិក្សាឬក៏ត្រូវត្រៀមខ្លួនក្នុងការសិក្សាទី2គឺតេតិនទៅនឹងចរិយាសម្បទាផ្អែកទៅលើចំណេះដឹងនិងឯកទេសតេតិនទៅនឹងចំណេះវិជ្ជាឬក៏ជំនាញអីផ្សេងតើពាក្យទាំង3នេះខុសគ្នាដូចម្ដេចពាក្យទាំង3នេះខុសគ្នាដូចម្ដេចតេតិនទៅនឹងពាក្យគោលដៅការអប់រំគោលបំណងការអប់រំវត្ថុបំណងនៃការអប់រំអញ្ចឹងខ្ញុំសូមបង្ហាញតេតិននឹងលក្ខណៈខុសគ្នានៃពាក្យទាំង3នេះទី1ខ្ញុំសូមលើកយកគោលដៅការអប់រំគោលដៅការអប់រំគឺជាការចំណាំឬក៏ទិសដៅសំខាន់ដែលប្រព័ន្ធអប់រំឬក៏ការបង្រៀនចង់ឲ្យសិស្សអភិវឌ្ឍនិងសម្រេចបានតើតើទៅនឹងគោលបំណងការអប់រំគឺជាទិសដៅដ៏សំខាន់ដែលការអប់រំមានបំណងចង់ឲ្យសិស្សមានការអភិវឌ្ឍពេញលេញដោយស្ដែងចេញតេតិនទៅនឹងចិត្តកាយបញ្ញានិងតាមរយៈសង្គមតេតិនទៅនឹងវត្ថុបំណងគឺជាអ្វីដែលចង់បានបន្ទាប់ពីការបរៀនរបស់លោកគ្រូអ្នកគ្រូហើយតើបន្ទាប់ពីការបង្រៀនហ្នឹងតើកូនសិស្សអាចសម្រេចបាននៅអ្វីបន្ទាប់ពីការបង្រៀនចប់លទ្ធផលសិក្សាត្រូវបានប្រើប្រាស់លក្ខណៈវិនិច្ឆ័យដូចខាងក្រោមទី1ជ្រើសរើសសម្ភារៈឧបទេសទី2ពង្រៀងឬគ្រោងខ្លឹមសារមេរៀនទី3អភិវឌ្ឍដំណើរតើតើនឹងតំណែងរវាងគោលដៅអប់រំវត្ថុបំណងទូទៅនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកក្នុងមួយពេលសិក្សាតើតើទៅនឹងគោលបំណងនៃការអប់រំដោយផ្អែកទៅលើចំណុច3ទី1គឺតើតើនឹងចរិយាឬក៏អិរិយាបថទី2ពុទ្ធិនិងចំណេះដឹងទី3ចលនានិងការបង្ហាញអញ្ចឹងបន្ទាប់ពីការកំណត់នៅគោលបំណងការអប់រំឬក៏យើងបង្ហាញនៅលទ្ធផលការសិក្សារំពឹងទុកក្នុងមួយពេលហ្នឹងត្រូវឆ្លងកាត់ដំណាក់កាលទាំង3ហ្នឹងទើបយើងហៅថាជាស្តង់ដារនៃវត្ថុបំណងទូទៅទី1គឺតេតិនទៅនឹងចរិយាបន្ទាប់ពីយើងបរៀនសិស្សហើយតើកូនសិស្សហ្នឹងទទួលបានអ្វីខ្លះដើម្បីអភិវឌ្ឍតេតិនទៅនឹងចរិយាសម្បត្តិរបស់គាត់ឬក៏អិរិយាបថក្នុងការដេកដើរឈរអង្គុយយ៉ាងទី2តេតិនទៅនឹងចំណេះដឹងឬក៏ពុទ្ធិបន្ទាប់ពីយើងបានបង្រៀនហើយតើកូនសិស្សអាចទទួលបាននៅចំណេះដឹងឬក៏បញ្ញាផ្សេងដែលអាចយកទៅគិតក្នុងការដោះស្រាយបញ្ហាអីផ្សេងបានទី4ការបង្ហាញចេញបន្ទាប់ពីគាត់ទទួលបានចំណេះដឹងឬក៏បញ្ញាអ្វីមួយដែលគាត់យកទៅក្នុងការដោះស្រាយហ្នឹងគឺគាត់បង្ហាញចេញតាមរយៈការធ្វើតេស្តឬក៏ការសរសេរជាដើមគោលបំណងនៃការអប់រំគឺជាប្រយោគទូទៅ
អំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយពេលរៀនចប់ចឹងបន្ទាប់ពីការបរៀនរបស់លោកគ្រូអ្នកគ្រូរួចហើយចឹងលទ្ធផលនៃការរំពឹងទុកនៅក្នុងការសិក្សារបស់សិស្សតើបន្ទាប់ពីចប់មេរៀននឹងតើកូនសិស្សទទួលបានអ្វីខ្លះមានការយល់ដឹងអាចឲ្យវាតម្លៃតើតើទៅនឹងវិទ្យាសាស្ត្រឬក៏រៀនគិតនិងសិក្សាស្រាវជ្រាវដោយមានភាពឯករាជ្យឬក៏មានភាពក្លាហានក្នុងការកសាងខ្លួនជាពលរដ្ឋល្អនិងលើកកម្ពស់ផ្នែកទំនាក់ទំនងជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនចំណុចមួយទៀតដែរគឺគេនិយាយអំពីស្តង់ដារគឺជាប្រយោគអំពីសិស្សគួរដឹងនិងគួរធ្វើបានក្នុងខ្លឹមសារតាមកម្រិតថ្នាក់របស់ពួកគាត់ឧទាហរណ៍ខ្លះតើតើទៅនឹងលទ្ធផលស្តង់ដារសិស្សអាចបង្ហាញការយល់ដឹងនៃរដ្ឋធម្មនុញ្ញមានន័យគាត់ដឹងអំពីច្បាប់នៃប្រទេសសិស្សអាចបញ្យល់ដោយការសរសេរអំពីកថាខណ្ឌឬក៏តើតើទៅនឹងតាំងក្តីដែលបង្ហាញអំពីវត្ថុអាចលិចឬក៏អណ្ដែតបានមានន័យគាត់អាចវិនិច្ឆ័យឬក៏បង្កើតតើតើទៅនឹងបញ្ញត្តិផ្សេងដែលអាចកំណត់តើតើទៅនឹងការលិចរបស់វត្ថុឬក៏ការអណ្ដែតរបស់វត្ថុទី3សិស្សអនុវត្តចំណេះដឹងនឹងនៅទំនាក់ទំនងពាក្យមានពាក្យការប្រើប្រាស់ពាក្យពេចន៍ក្នុងការភ្ជាប់ឃ្លាឃ្លោងនឹងបានល្អទី4សិស្សស្វែងយល់ថាតើវត្ថុអាចខ្លាចជាដុំម៉ាស់វត្ថុរាវឧស្ម័នជាដើមមានន័យគាត់អាចស្វែងយល់ពីមូលហេតុអំពីថាហេតុអីបានដល់វត្ថុនឹងខ្លាចទៅជាដុំម៉ាស់ឬក៏វត្ថុនឹងខ្លាចជាវត្ថុរាវឬក៏ខ្លាចជាឧស្ម័នជាដើមវត្ថុបំណងការអប់រំដែលគួរបានបង្ហាញនៅចុងមេរៀននីមួយតើទៅនឹងវត្ថុបំណងនេះដែរបើយើងសង្កេតទៅលើការសរសេរកិច្ចតែងការនៃការបង្រៀនវិញគឺមុននឹងយើងចូលទៅដល់សកម្មភាពនៃការបង្រៀនយើងត្រូវកំណត់តើទៅនឹងវត្ថុបំណងដែលមានវិជ្ជាសម្បទាបណ្ឌិតសម្បទានិងចរិយាសម្បទាដែលឆ្លើយតបទៅនឹងអ្វីដែលយើងកំណត់ថាកូនសិស្សទាំងអស់ត្រូវទទួលបាននៅអ្វីដែលបន្ទាប់ពីយើងបានបង្រៀនហើយតើគាត់ទទួលបាននៅចំណេះដឹងអ្វីខ្លះជាងតើទៅនឹងលទ្ធផលសិក្សាដែលរំពឹងចេញពីអកប្បកិរិយាជាក់លាក់ទី1គឺតើទៅនឹងការសង្ខេបគំនិតសំខាន់នៃអត្ថបទមានគាត់អានអត្ថបទមួយហើយគឺគាត់អាចសង្ខេបតើទៅនឹងខ្លឹមសារនៅក្នុងអត្ថបទហ្នឹងគេចង់និយាយអំពីអីចំណុចមួយទៀតគឺគេអាចសរសេរតើទៅនឹងចំណងជើងអត្ថបទដែលបានអានហើយនឹងពន្យល់អំពីដំណើរការផ្សេងនៃការធ្វើស្វ័យសំយោគជាដើមសំណួរមួយទៀតគេសួរថាតើវត្ថុបំណងការបង្រៀនជាអ្វីដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងវត្ថុបំណងនៃការបង្រៀនគឺជាលទ្ធផលរំពឹងទុកឬក៏ជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានអំពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូដែលបញ្ជាក់អំពីវិធីមួយដែលអាចសង្កេតនិងវាស់វែងបានការវាតម្លៃដែលមានចម្លើយតែមួយជាក់លាក់ជាអ្វីការវាតម្លៃដែលមានចម្លើយតែមួយជាក់លាក់គឺជាមធ្យោបាយនៃការវាស់វែងដោយប្រើប្រាស់ទម្រង់សំណួរជាច្រើនដើម្បីធ្វើតេស្តនៅលទ្ធផលដែលរំពឹងទុកឬក៏សមត្ថភាពរបស់សិស្សអ្នកសិក្សារបស់អ្នកសិក្សាដោយទម្រង់សំណួររួមមានការបំពេញចម្លោះសំណួរបែបពហុជ្រើសរើសឬក៏សំណួរបែបផ្គូផ្គង
សំណួរសរសេរខុសត្រូវជាដើមឡាចឹងតើតើទៅនឹងសំណួរទាំងអស់ហ្នឹងហើយគឺជាការវាតម្លៃទៅលើការសិក្សាមួយអញ្ចឹងយើងនៅពេលដែលយើងបរៀនមេរៀនទៅកាន់កូនសិស្សចប់គឺយើងធ្វើការវាតម្លៃដោយការប្រឡងអញ្ចឹងតើតើទៅនឹងការប្រឡងហ្នឹងគឺយើងផ្ដោតទៅលើសំណួរតាមទម្រង់ដែលខ្ញុំបានរៀបរាប់ខាងលើហ្នឹងប្រភេទការវាតម្លៃក្នុងថ្នាក់រៀនដោយផ្អែកទៅលើសំណួរពហុជ្រើសរើសមានចម្លើយមានកខកខងអញ្ចឹងនៅក្នុងចម្លើយទាំងអស់ហ្នឹងគឺមានចម្លើយ1ឬក៏2ជាចម្លើយត្រឹមត្រូវអាស្រ័យទៅលើការកំណត់សំណួរមួយទៀតគឺតើតើនឹងសំណួរជ្រើសរើសដែលចាញ់អំពីចម្លើយខុសត្រូវមានន័យគេឲ្យជាប្រយោគឬក៏ជាល្បះមួយដែលល្បះហ្នឹងជាល្បះត្រូវឬក៏ល្បះខុសដែលឲ្យគាត់ទៅសេនៅខាងមុខឬក៏ខាងក្រោយនៃសំណួរឬក៏ល្បះហ្នឹងសំណួរពហុជ្រើសរើសបែបផ្គូផ្គងមានផ្គូផ្គងចម្លើយដោយលោកគ្រូបានដឹងហើយតើតើនឹងការផ្គូផ្គងយើងធ្លាប់ប្រឡងតើតើទៅនឹងអឺថ្នាក់ក្រៅមកគឺតើតើថ្នាក់បឋមគឺភាគច្រើនគឺប្រើបែបសំណួរផ្គូផ្គងសំណួរបែបបំពេញខ្លីៗតើតើទៅនឹងការបំពេញចម្លើយការបំពេញចន្លោះការដាក់បំពេញលើរូបភាពមានន័យគេឲ្យជារូបភាពហើយគេឲ្យយើងបំពេញអ្វីដែលខ្វះខាតទៅលើរូបភាពនឹងបែបបង្ហាញចម្លើយមានន័យគេឲ្យជាសំណួរហើយឲ្យយើងសរសេរជាចម្លើយជាក់លាក់មួយប្រភេទនៃការវាតម្លៃថ្នាក់រៀននេះដែរគឺគេហៅថាលទ្ធកម្មឬក៏ស្នាដៃនៅថ្នាក់បឋមភាគច្រើនគឺគេនិយាយអំពីហត្ថកម្មឬក៏គេបង្ហាញអំពីតារាងស្នាដៃសិស្សនៅតាមថ្នាក់អញ្ចឹងទៅតើតើទៅនឹងលទ្ធកម្មនេះដែរគឺបង្ហាញអំពីការសរសេរឧទាហរណ៍សរសេរជាកថាខណ្ឌឬក៏ជាតែងសេចក្តីឬក៏ការគ្រោងនៅគម្រោងផ្សេងការតាក់តែងជាកំណាព្យឬក៏ជាការផលិតវីដេអូឃ្លីបឬក៏សំឡេងបំណិនផ្នែកចំណេះដឹងគឺតើតើទៅនឹងការថ្លែងសន្ទរកថាមានជំនាញរបស់គាត់គឺអាចបង្ហាញឬក៏អានឬក៏ជជែកពិភាក្សាវែកញែកអំពីអត្ថបទអីមួយបាទចំណុចមួយទៀតគឺគេនិយាយអំពីបលូមតាក់សូណូមីនេះគេនិយាយអំពីកម្រិតនៃការគិតឬក៏កម្រិតនៃការយល់ដឹងរបស់មនុស្សតើតើទៅនឹងបលូមតាក់សូណូមីនេះដែរគឺគេចែកចេញជា2ទី1គឺបលូមចាស់ទី2គឺបលូមថ្មីជាងបលូមចាស់មានចំណេះដឹងការយល់អនុវត្តវិភាគសំយោគវាតម្លៃបលូមថ្មីចងចាំយកអនុវត្តវិភាគវាតម្លៃនិងបង្កើតថ្មីអញ្ចឹងវាខុសគ្នាត្រង់ការគិតកម្រិតខ្ពស់មានការវាតម្លៃនិងការបង្កើតថ្មីនៅក្នុងបលូមចាស់គឺគេសំយោគឲ្យបានវាតម្លៃប៉ុន្តែនៅក្នុងបលូនថ្មីនេះគឺវាតម្លៃហើយគឺឈានទៅដល់ការបង្កើតថ្មីតើតើទៅនឹងបលូននេះដែរគឺគេចែកទៅតាមសំណួរមានសំណួរនៃការគិតកម្រិតទាបកម្រិតមធ្យមនិងកម្រិតខ្ពស់អញ្ចឹងការប្រើប្រាស់សំណួរគឺផ្អែកទៅលើកម្រិតនៃការគិតរបស់មនុស្សផងដែរអញ្ចឹងខ្ញុំសូមលើកយកសំណួរតកតងទៅនឹងបលូមតាក់សូណូមីថ្មីគឺការគិតកម្រិតទាប1គឺគេនិយាយអំពីកម្រិតចាំគឺសំណួរដែលតកតងនឹងកម្រិតចាំតើនរណាតើអ្វីទីកន្លែងណារបៀបណាឧទាហរណ៍តើ
ប្រមុខដឹកនាំរដ្ឋរបស់ប្រទេសកម្ពុជាជាអ្នកណាមាននៅពេលដែលយើងចោទជាសំណួរគឺជាសំណួរបែបកម្រិតចងចាំមានន័យឲ្យគាត់ចាំទី2គឺកម្រិតយល់ជាសំណួរដែលតើតើនឹងកម្រិតយល់មានតើអ្នកដឹងសរុបជាទូទៅយ៉ាងណាដោយម្ដេចតើអ្នកអាចសន្និដ្ឋានបានអ្វីពីព័ត៌មាននេះចូលបញ្យល់អញ្ចឹងតើតើទៅនឹងការកម្រិតយល់នេះដែរគឺមានតែចង់បង្ហាញឲ្យកូនសិស្សយល់ទៅលើអ្វីដែលបានគ្រូបង្រៀនហើយអញ្ចឹងតើតើទៅនឹងការប្រើសំណួរកម្រិតនៃការគិតកម្រិតទាបនេះគឺយើងអាចសរសេរតកតងទៅនឹងកិច្ចតែងការនៅពេលដែលយើងប្រើសំណួរតើគួរប្រើសំណួរបែបការគិតកម្រិតទាបឬក៏កម្រិតមធ្យមឬក៏កម្រិតខ្ពស់ជាខ្ញុំសូមចូលទៅដល់ការគិតកម្រិតទាបឬក៏មធ្យមមានចំណុចទី3គឺនិយាយអំពីកម្រិតអនុវត្តទៅចឹងសំណួរតកតទៅនឹងកម្រិតអនុវត្តមានតើអ្នកនឹងបង្ហាញយ៉ាងដូចម្ដេចមានឲ្យគាត់បំពេញចូលនៅអ្វីដែលគាត់អនុវត្តក្នុងមេរៀននឹងព្រោះនៅការប្រើប្រាស់សំណួរតកតនឹងប្រឡូមនេះដែរគឺយើងត្រូវតែប្រើឲ្យត្រូវទៅតាមចំណុចនៃការគិតរបស់កូនសិស្សមានអ្វីដែលយើងចង់បានតើយើងចង់បានសំណួរប្រឡូមនេះជាកម្រិតណាកម្រិតទាបកម្រិតមធ្យមឬក៏កម្រិតខ្ពស់អញ្ចឹងយើងត្រូវបែបបត់បែនតាមនឹងនៅពេលដែលយើងសរសេរកិច្ចតែងការតែយើងចង់ឲ្យកូនសិស្សយើងហ្នឹងគិតបែបប្រឡូមកម្រិតណាទៅទៅនឹងការគិតកម្រិតខ្ពស់ឬក៏កម្រិតស៊ីជម្រៅគឺចាប់ពីប្រឡូមទី4ទៅមាននៅកម្រិតវិភាគវាតម្លៃកម្រិតបង្កើតថ្មីអញ្ចឹងទៅនឹងសំណួរគឺយើងអាចប្រើទៅនឹងសំណួរដែលតកតទៅនឹងកម្រិតខ្ពស់នេះគឺតើអ្នកអាចរៀបផ្នែកខុសៗគ្នាដោយរបៀបណាមានន័យគេឲ្យយើងបំពេញនៅចំណុចដែលយើងវិភាគហើយឃើញនៅចម្លើយយកទៅបំពេញអញ្ចឹងតកតទៅនឹងប្រឡូមនេះដែរគឺយើងត្រូវតែមើលទៅលើសំណួរកម្រិតនៃការសួរទៅកាន់កូនសិស្សយើងចង់សួរនៅកម្រិតមួយណាដោយផ្អែកទៅលើកម្រិតទាំង6ហ្នឹងបាទសូមអរគុណបើខុសឆ្គងកន្លែងណាសូមលោកគ្រូជួយកែសម្រួលបន្ថែម